ចំណាយពេល15នាទីពីក្រុងខេមរភូមិន្ទមកដល់ផ្លូវបាក់ខ្លងកន្លែងទេសភាពស្អាតមានដើមដូងជាប់នឹងព្រែកអាចដាក់ទុកសាច់អាំងក៏ដូចអាចដាក់តង់បោះអីបានអញ្ចឹងណាហើយដើមដូងដើមអីណាហើយមានអីចាក់ជាមួយនឹងភឿនក្លើមួយអីណានិយាយរឿងក្នុងចិត្តចុងសប្តាហ៍ក៏អាចអីផ្សេងអញ្ចឹងណាហើយទេសភាពនៅនេះពិតជាស្រស់ស្អាតហើយថ្ងៃនេះអត់មានទុកអាំងសាច់ទេគឺទិញរបស់ស្រាប់អណ្ដាក់គឺមានបុកល្ហុងបុកអីចឹងណាហើយអ្នកទាំងអស់គ្នាមើលទេសភាពពីក្រោយខ្នងនេះបើអ្នកកោះកុងខ្លះប្រហែលជាមិនស្គាល់ទេទីតាំងនេះហើយខ្ញុំក៏អត់ស្គាល់ដែរដឹងនៅណាដែរនេះប្អូននាំមកអញ្ចឹងជាមួយនឹងប្អូនហើយក៏ដូចជាក្រុមការងារអញ្ចឹងពិតជារ៉ូមែនទិកមែនតើយើងនិយាយរឿងក្នុងចិត្តខ្លះទៅនិយាយរឿងការងារខ្លះទៅមកឲ្យស្រេះការងារពេកអញ្ចឹងស្អែកចូលការងារវិញអញ្ចឹងថ្ងៃហ្នឹងយើងដាក់រៀងអែមតិចទៅអញ្ចឹងចង់និយាយអញ្ចឹងបាទ